មុនទីពេទ្យក្រោមដីមួយកន្លែងត្រូវបានគេទុកចោលនៅក្នុងកណ្ដាលព្រៃនៃប៉ែកអឺរ៉ុបវាជា medical bunker ដែលត្រូវបានគេបោះបង់ចោលកន្លែងដែលពោពេញទៅដោយឈាមសម្លេងឈឺចាប់និងអាចកំបាំងពីសង្គ្រាមក្នុងសង្គ្រាមលោកលើកទី2ប្រទេសអាល្លឺម៉ង់បានសាងសង់ bunker ជាច្រើនមិនត្រឹមតែសម្រាប់ទាហានប្រយុទ្ធប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ព្យាបាលនិងវះកាត់ទាហានដែលរបួស medical bunker ទាំងនេះស្ថិតនៅក្រោមដីមានជញ្ជាំងបាំងក្រាស់អាចទប់ទល់នឹងគ្រាប់បែកហើយនឹងការវាយប្រហារពីលើអាកាសបាននៅទីនេះគ្រូពេទ្យធ្វើការវះកាត់បន្ទាន់ដោយគ្មានថ្នាំសន្លប់គ្រប់គ្រាន់នោះទេនិងគ្មានពេលវេលាសង្គ្រោះច្រើនផងដែរបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ bunker ជាច្រើនត្រូវបានគេបោះបង់ចោលគ្មានអ្នកថែរក្សាគ្មានអ្នកសម្អាតអ្នកស្រាវជ្រាវខ្លះដែលចូលទៅពួកគេបាននិយាយថាពួកគេបានឃើញត្រែពេទ្យចាស់ៗឧបករណ៍វះកាត់សុទ្ធតែច្រេះហើយមានជាប់ស្នាមខ្មៅៗដូចជាស្នាមឈាមមនុស្សមួយចំនួនជឿថាប្រលឹងទាហានដែលស្លាប់មិនទាន់អាចចាក់ចេញពីទីនោះបានទេមានអ្នកដែលចូលទៅនៅពេលយប់ពួកគេឮសំឡេងដូចជាមនុស្សស្រែកមានសំឡេងជំហានដើរនិងមានអារម្មណ៍ថាមានអ្វីមួយកំពុងតែមើលមកពួកគេទោះបីគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ប៉ុន្តែអតីតកាលដ៏ឈឺចាប់ធ្វើឲ្យទីនេះក្លាយជាកន្លែងអាចកំបាំងដ៏គួរឲ្យខ្លាច Medical Bunker មិនមែនជារឿងខ្មោចនោះទេប៉ុន្តែវាជាស្នាមអនុស្សាវរីយ៍នៃសង្គ្រាមនិងការបាត់បង់បើអ្នកឈរនៅមុខវាតើអ្នកហ៊ានចូលទៅមើលខាងក្នុងដែរឬទេសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក